ដោយសារតែភ្លើងប្រច័ណ្ឌបរិសម្នាក់នេះបានសម្លាប់ប្រពន្ធរបស់គាត់យ៉ាងសាហាវប្រៃផ្សាយជាទីបំផុតវីដេអូខាងលើនេះអាចនឹងមានផលរំខានសម្រាប់អ្នកទេសនាមួយចំនួនបាទក្មេងក្រោម18ឆ្នាំមិនត្រូវបានណែនាំឲ្យស្ដាប់ទេអាចអូនឡងវីដេអូនេះចោលបាននារីនៅក្នុងវីដេអូនេះគឺមានឈ្មោះថា Alexandra នាងមានអាយុ32ឆ្នាំនិងជាម្ដាយគេបងប្អូនគាត់ជាជនជាតិមិចស្កូនៅយប់ថ្ងៃទី29ខែតុលាឆ្នាំ2018នៅក្នុងភូមិដាច់ស្រយាលមួយដែលមានឈ្មោះដូចខាងលើបងប្អូនខ្ញុំដាក់ឈ្មោះបាទកំឡុងពេលដែល Alexandra កំពុងតែគេនៅក្នុងផ្ទះបងប្អូនហើយនៅកំឡុងពេលហ្នឹងប្តីរបស់គាត់ដែលមានឈ្មោះថា Mario អាយុ42ឆ្នាំបានចូលមកក្នុងផ្ទះហ្នឹងជាមួយនឹងភ្លើងកំហឹងបងប្អូនដោយគាត់បានដឹងថាប្រពន្ធរបស់គាត់ហ្នឹងមានសហាយដោយកុហកគាត់ថាទៅលេងផ្ទះប្អូនស្រីប៉ុន្តែគាត់ដឹងថាប្រពន្ធរបស់គាត់មានសហាយបងប្អូនគាត់បានធ្វើការកាប់ទៅលើផ្ទៃមុខប្រពន្ធរបស់គាត់កាប់លឹងមើលឡើងស្គាល់ជាមនុស្សបងប្អូនខ្ញុំសង្ខេបវីដេអូគេសម្រាប់ពីបរទេសមកគឺគាត់ធ្វើការកាប់មុខប្រពន្ធរបស់គាត់កាប់លឹងបាច់ពីមួយជំនាញដល់មួយជំនាញបងប្អូនបាទបន្ទាប់ពីកាប់មុខហើយគឺគាត់បានធ្វើការកាប់អាហារទៅលើដងខ្លួនទៀតគឺសាហាវប្រៃផ្សាយរោគចិត្តខ្លាំងមែនទែនអ្វីដែលកាន់តែគួរឲ្យខ្លោចចិត្តទៀតនោះគឺនាងព្យាយាមស្រែករកជំនួយបងប្អូនAlexandraគាត់ព្យាយាមស្រែករកជំនួយតាមក្នុងវីដេអូគេបញ្ចូលហ្នឹងគឺគាត់អាចនិយាយបានដោយសារឈាមពេលគាត់ហែនគាត់កំពុងដេកដល់ពេលដែលគេកាប់គាត់គឺឈាមវាហូរចូលតាមពងកខ្ញុំស្ដាប់ឮសំឡេងតែអត់ឃើញវីដេអូគេអាចដាក់វីដេអូបានទេឮសំឡេងដូចមនុស្សយើងជក់ទឹកបងប្អូនសម័យមើលខ្លួនឯងវាខ្លោចចិត្តនឹងប្រៃផ្សាយខ្លាំងប៉ុណ្ណាហើយអ្វីដែលកាន់តែអាណិតជាងនឹងទៀតគឺកូនរបស់គាត់បងប្អូនដូចខ្ញុំលើកឡើងខាងលើអញ្ចឹងគឺនាងមានកូនបាទហើយកូនក៏បានស្រែករកជំនួយពីខាងក្រៅប៉ុន្តែកំឡុងពេលហ្នឹងគឺយប់ស្ងាត់មិនដែលមានអ្នកណាគេដឹងថាមានហេតុការណ៍នឹងកើតឡើងក្នុងប្រទេសរបស់ពួកគាត់ទេខ្ញុំមិនណិតកូនខ្លាំងមែនទេបងប្អូនហើយ Mario បន្ទាប់ពីវាបានធ្វើនៅសកម្មភាពប្រៃផ្សាយទាំងអស់ហ្នឹងហើយវាបានយកទូរស័ព្ទមកថតបងប្អូនក៏តែមនុស្សគឺរោគចិត្តខ្លាំងមែនទេវាបានយកទូរស័ព្ទមកថតអំពីប្រពន្ធរបស់គាត់កំឡុងពេលដែលដេកក្នុងធ្លុកឈាមហ្នឹងវាបានយកទូរស័ព្ទមកថតជាវីដេអូទៀតហើយវីដេអូវាផុសទៅក្នុងបណ្ដាញសង្គមទៀតណាប៉ុន្តែត្រូវបានគេលុបចេញភ្លាមតែម្ដងហើយហេតុការណ៍នឹងកើតឡើងមិនបានយូរប៉ុន្មានប៉ូលីសក៏បានចាប់ខ្លួន Mario ហ្នឹងបងប្អូនដោយសួរចម្លើយនៅក្នុងវីដេអូហ្នឹងហើយនៅក្នុងឆ្នាំ2019រយៈពេលប្រហែលខែក្រោយមកហ្នឹងក៏កូនស្រីច្បងរបស់ Alexandra ដែលមានឈ្មោះថា Rabika បានធ្វើការបញ្ចប់ជីវិតខ្លួនឯងពីព្រោះគាត់អត់អាចទទួលយកបាននៅដោយសម្ពាធបងប្អូនគាត់មានបញ្ហាផ្លូវចិត្តខ្លាំងគាត់អាចទទួលយកបានជាចុងក្រោយនៃវីដេអូសូមបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាវីដេអូ content របស់ខ្ញុំគឺជាការសង្ខេបទៅលើព្រឹត្តិការណ៍ឃាតកម្មប្រៃផ្សាយចម្លែកបាទដែលពុំសូវមានអ្នកផ្សេងគេលើកយកមកនិយាយទេហើយអ្វីដែលខ្ញុំចង់ស្នើសុំទៅកាន់អ្នកទាំងអស់គ្នាទាក់ទងនឹងការស្វែងរកវីដេអូហ្នឹងទី2បើសិនជាអ្នកទាំងអស់គ្នាមានវីដេអូហ្នឹងមាន link ហ្នឹងហើយធ្វើការចែកចាយនៅក្នុង comment នេះខ្ញុំគ្រាន់តែចង់មកបង្ហាញចង់មកសង្ខេបទៅដល់បងប្អូនទាំងអស់គ្នាដែលចង់ដឹងអំពីរឿងទាំងអស់ហ្នឹងអញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នានាំគ្នា comment ជា link comment ជា website ដែលមាននៅវីដេអូទាំងអស់ហ្នឹងអញ្ចឹងខ្ញុំគឺស្មើទៅនឹងអ្នកដែលចែកចាយនៅវីដេអូហង្សាអីទាំងអស់ហ្នឹងអញ្ចឹងខ្ញុំអត់ចង់បងប្អូនទាំងអស់គ្នា comment សួររក link comment ដាក់ link នៅក្នុងឲ្យគ្នាយើងចូលទៅមើលទេគឺអត់ចង់ទេអញ្ចឹងហើយបើសិនជា comment link comment អីទៅបាត់ comment ហ្នឹងកុំឆ្ងល់ខ្ញុំនិយាយលុប